នេះគឺជាវីដេអូទី3នៅក្នុងការរៀន Microsoft Word ហើយនៅក្នុងវីដេអូមួយនេះដែរយើងមករៀនអំពីការសារ៉េនៃកម្រិតអក្សរនិងការបង្កើត table ចឹងយើងមានអត្ថបទមួយនេះសម្រាប់លើកជាឧទាហរណ៍ចឹងយើងទៅលេខទៅមើលអត្ថបទរបស់យើងគឺវាមានភាពមិនស្មើគ្នានិងមានកម្រិតឆ្ងាយពីគ្នាដែលធ្វើឲ្យsoft មួយក space របស់យើងគឺវាស៊ីខ្លាំងមែនទែនnênដើម្បីដោះស្រាយបញ្ហានេះអ្នកគ្នាគាត់នៅ select all ចុច control box A ហ្នឹងមកចឹងវានឹង select all ឲ្យយើងហើយអ្នកគ្នាក៏លេខទៅមើលខាងលើគឺកន្លែងសញ្ញានោះមួយមកយើងចុចទៅមើលកន្លែងparagraph ចឹងបន្ទាប់មកនេះយើងនឹងឃើញសទ្ធាវាមួយចំនួនចឹងកន្លែង extern នេះយើងដកវាដល់0មកដល់វាដល់0មកបន្ទាប់មកយើងមើលត្រង់ចំណុចនេះចឹងបើសិនអ្នកគ្នាដាក់ load ជាប់ single យើងយកវាថា multiple ហ្នឹងមកបន្ទាប់ពីយើង select multiple នឹងហើយយើងកន្លែងមើលកន្លែង S នេះចឹងវាដាក់លេខ3ហ្នឹងគឺវាកម្រិតវាឆ្ងាយចឹងអ្នកគ្នាជាទូទៅគេដាក់ត្រឹមលេខ1កម្រិតពី1ទៅ 0.9 ចឹងបើយើងដាក់តែ1ចឹងគឺធ្វើឲ្យអត្ថបទរបស់យើងវាមិនជាន់ឬក៏ដាច់វាមិនជាន់គ្នាពេកឬក៏វាដាច់ដៃដាច់ជើងអញ្ចឹងណាអញ្ចឹងការសារ៉េកម្រិតអក្សររបស់យើងគឺបានជោគជ័យហើយអញ្ចឹងយើងចូលមកកាន់ការបង្កើត table មួយទៀតគឺរបៀបបង្កើត table យើងគ្រាន់តែចុចទៅលើ menu នៅខាងលើយើងយកពាក្យថា insert យើងនឹងឃើញ tool មួយដែលមានឈ្មោះថា table ចឹងសម្រាប់នៅក្នុង tool នេះគឺវាមានតារាងស្រាប់គឺវាមានតារាងស្រាប់តែចំនួនតារាងហ្នឹងគឺវាមានត្រឹមតែ10ចូលមកក្រោម8តែប៉ុណ្ណោះចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការ insert តារាងច្រើនអ្នកគ្នាចូលទៅ insert table នៅខាងក្រោមនេះសម្រាប់ការបន្ថែមតារាងច្រើនអ្នកគ្នាចូលទៅ insert table ចឹងបន្តមកយើងនឹងឃើញកន្លែង insert table ហ្នឹងគឺវាមានជួរដេកនិងជួរឈរខាងលើគឺជួរដេកខាងក្រោមគឺជួរឈរហើយសម្រាប់ខាងក្រោមមួយទៀតដែលគេមានពាក្យថា auto ហ្នឹងគឺយើង auto ប៉ុណ្ណឹងសិនទៅចឹងពេលនេះគឺយើងមករៀនអំពីការ insert ឬក៏បន្ថែមតារាងបន្ថែមអញ្ចឹងខ្ញុំដាក់ខាងលើនេះគឺខ្ញុំដាក់10ហើយពេលខាងក្រោមខ្ញុំដាក់ថា16ចុះ insert វាចុះមកក្រោមគឺ16អញ្ចឹងបន្តទៀតជួយថា OK នឹងមកអញ្ចឹងវានឹងបញ្ចេញតារាងឲ្យយើងគ្រប់ចំនួនដែលយើងមកកំណត់ហ្នឹងអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្ណឹងនៅវីដេអូក្រោយយើងនឹងបង្រៀនអំពីការបដាច់តារាងនិងការតារាងបន្ថែមជាមួយនឹងការចាក់បបផ្សេងនិងការពង្រីកឬក៏រួមនៃតារាងរបស់យើង